Ná bè cân đào sa tà vò tì đạp rằm bốn, rì thân này Phnom Penh ban prai mục mọt thâm ấy khla chìa mà chẹ mình đốt bên chạc cám đo rô rô vớt, thắt nơi chân lọ rô viên sân cạch bà răng nâng sân cạch khmai. Sân cạch chấn, cứ chia bẹ đố này sẽ thực cách nia sa mai nụ. Nâng chia cân lái, đai stạp bắt chạc cám tìa lô vế đầm bông bàn lịch chia rúp riêng làng. À kia tiếng nú, miên lạ cân nạ bì xé ở vầy khá. Hai tà vấy, ban chi kia tiếng nú nơi tay miên đầm lai rô hồn mặc đòl bạch chụp bón. Đam bấy ở chìa căn tại chợ bá, nên sống ban anh chơi việc mất nâng nhiều kê tà chúa, một chai kì rùm lấy bị bọt bị sót nâng rương ráo bị kì rọi kia cha chát tên nì. Chìm liệp xô, chìm bát chmù Sumadi, chỉ nẹ thọ rụp vibe street, landscape, nâng wildlife. នាងខ្ញុំឈ្មោះខុនសុកញ្ញាជាស្ថាបត្យករនិងជាអ្នកធ្វើការទៅលើផ្នែកបេតិកភណ្ឌទីក្រុងនៅប្រទេសកម្ពុជាក៏ដូចរាជធានីភ្នំពេញផងដែរថ្ងៃនេះនាងខ្ញុំបានចូលរួមកម្មវិធីស្ថាបត្យកម្មខ្មែរវាពិតជាល្អដែលអាចផ្ដល់ជាចំណេះដឹងបន្ថែមសម្រាប់សាធារណជនក៏ដូចជាសិស្សានុសិស្សផងដែរដើម្បីយើងស្វែងយល់ពីអត្តសញ្ញាណស្ថាបត្យកម្មនៅរាជធានីភ្នំពេញយើងជាក់ស្ដែងផ្ទាល់តែម្ដងថ្ងៃនេះគឺអ្នកគ្រូគាត់ធ្វើកាយដើរជូនខ្ញុំជាមួយនឹងបងប្រុសម៉ាល់ទីតាមមើលសំណល់គាហើយនិយាយប្រាប់ពីប្រវត្តិផ្សេងៗទៀតក៏ជាពិសេសមែនតើគឺជាអតីតសន្តាគារអន្តរជាតិដែលគេហៅជាភាសាបារាំងហ្នឹង international ហ្នឹងឯងថតបែប architect ថតបែបអាគារចេះយើងត្រូវមើលប្លង់មុំវាដែលស្អាតណាអញ្ចឹងពេលយើងឈរឲ្យចំកែងវាឃើញ perspective យើងឃើញអាបន្ទាត់ញែកសងខាងអញ្ចឹងណាជាប្លង់ជាបន្ទាត់មួយដែល diagonal គឺកាត់ទៅអញ្ចឹងគឺជាបន្ទាត់ដែលខ្លាំងហើយយើងអាចឃើញទាំងពីរមុំចង់ដឹងថាចំណុចសំខាន់ក៏ដូចជាប្រវត្តិរបស់គេនេះមិនដែរចាំទស្សនាទាំងអស់គ្នាសូមកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធីស្ថាបត្យកម្មខ្មែរ